ថាតើតាកតងជាមួយនឹង clear ដែលយើងចង់និយាយអំពីបាទខ្ញុំលងស្រឡាញ់នរណាម្នាក់បាទជាភាសាបារាំងគេថាយ៉ាងម៉េចបាទអញ្ចឹងជម្រាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់សាលា Let's Learn French បាទនៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញ clear មួយចំនួនដែលពាក់ព័ន្ធជាមួយនឹងការលងស្រឡាញ់នរណាម្នាក់បាទអញ្ចឹងតាកតងជាមួយនឹងបាទ clear របស់បារាំងវាមកជាកន្សំរបស់វាណាត្រង់ផ្នែកហ្នឹងបាទអញ្ចឹងគេប្រើប្រាស់ clear tomber amoureux ឬមួយក៏ amoureuse de quelqu'un បាទ tomber amoureux ឬមួយក៏ amoureuse de quelqu'un បើសិនបើយើងប្រុសយើងប្រើ tomber amoureux de quelqu'un តែបើយើងស្រីបាទ tomber amoureuse de quelqu'un ឧទាហរណ៍ខ្ញុំថាយ៉ាងម៉េចបាទអញ្ចឹង je tombe amoureux d'Aurélie je tombe amoureux d'Aurélie អញ្ចឹងមានន័យថាខ្ញុំធ្លាក់ក្នុងលងស្នេហ៍លងស្រឡាញ់ Aurélie ត្រង់ផ្នែកហ្នឹងបាទដល់ពេលបើក្នុងករណីយើងបាទស្រីវិញយើងថាម៉េចJe tombe amoureuse de Nicolas. Je tombe amoureuse de Nicolas. មានន័យថាខ្ញុំលងស្រឡាញ់ Nicolas នៅត្រង់ផ្នែកហ្នឹងបាទជាក់ស្ដែងខ្ញុំឧទាហរណ៍អ្នកទាំងអស់គ្នានៅក្នុង clear មួយហ្នឹងខ្ញុំអាចថាម៉េចខ្ញុំថា Je ne sais pas ce qui m'arrive mais je tombe amoureux d'Aurélie. Je ne sais pas ce qui m'arrive mais je tombe amoureux d'Aurélie បាទជាយើងអាចនិយាយបានថាខ្ញុំវាមិនដឹងតែកើតអីបាទមិនដឹងតែវាកើតអីលើខ្ញុំខ្ញុំលងស្រឡាញ់អូរេលីហើយអាហ្នឹងណាអាហ្នឹងគឺក្នុងផ្នែកទាំងអាហ្នឹងឧទាហរណ៍ថាយើងអង្គុយគិតណាបាទខ្ញុំមិនដឹងថាខ្ញុំនឹងកើតអីអាហ្នឹងណាបាទអញ្ចឹងខ្ញុំលងស្រឡាញ់អូរេលីបាទហើយអាហ្នឹងណាអាហ្នឹងគឺក្នុងលក្ខខណ្ឌមួយដែលយើងអាចប្រើ clear ថា tomber amoureux de quelqu'un លងស្រឡាញ់នរណាម្នាក់ត្រង់ផ្នែកទាំងអាហ្នឹងណាបាទអញ្ចឹងចំណែកឯបាទប្រភេទ clear មួយទៀតគេថាម៉េច avoir un coup de foudre avoir un coup de foudre អញ្ចឹងមានន័យថាស្នេហាផ្ទះបាញ់ណាបាទបើដូចខ្មែរយើងណាអញ្ចឹងមានន័យថាស្នេហាដែលបាទដូចភ្នែកបន្ទោលឃើញភ្លាមលងស្រឡាញ់ផ្លេតហ្នឹងណានៅត្រង់ផ្នែកហ្នឹងបាទអញ្ចឹងខ្ញុំឧទាហរណ៍ថាម៉េចនៅក្នុងផ្នែកនេះ Quand j'ai vu Aurélie pour la première fois j'ai eu un coup de foudre Quand j'ai vu Aurélie pour la première fois j'ai eu un coup de foudre បាទអញ្ចឹងកន្លែងចំណុចត្រង់នេះមានន័យថាម៉េចនៅពេលដែលខ្ញុំបានឃើញ Aurélie លើកដំបូងណាខ្ញុំវាលងស្រឡាញ់ភ្លឹបហ្មងបាទអារបៀបដូចថាឃើញភ្លាមស្រឡាញ់ផ្លេតហ្មងត្រង់ផ្នែកហ្នឹងបាទអញ្ចឹងអាហ្នឹងគេហៅថាស្នេហាផ្លេតបន្ទោលត្រង់ផ្នែកហ្នឹងបាទអានេះយើងរបៀបដូចយើងរៀបរាប់ណាកាលពីមុនបាទពេលខ្ញុំឃើញ Aurélie ភ្លាមខ្ញុំស្រឡាញ់ភ្លាមហ្មងត្រង់ផ្នែកហ្នឹងបាទលងភ្លឹបហ្មងអាហ្នឹងបាទត្រង់ចំណុចហ្នឹងអាហ្នឹងដែលគេហៅថា j'ai eu un coup de foudre យើងបានអញ្ចឹងត្រង់ផ្នែកហ្នឹងបាទអញ្ចឹងមួយទៀតអ្នកនរគ្នាអញ្ចឹងដែលឃើញកូនសិស្សពីចាន់លួចសួរខ្ញុំគ្រូថា one night stand ហ្នឹងអាហ្នឹងបារាំងគេថាមិនអញ្ចឹងណាបាទអញ្ចឹងខ្ញុំមាន clear ចំនួន2ត្រង់ផ្នែកហ្នឹងបាទអញ្ចឹងដែលតាក់ទងមួយ one night stand បាទអញ្ចឹងទី1យើងថាម៉េច un coup d'un soir un coup d'un soir បាទមួយទៀត une nuit sans បាទ lendemain បាទ une nuit sans lendemain ត្រង់ផ្នែកហ្នឹងបាទតាក់ទងជាមួយនឹង un coup d'un soir ឬមួយក៏ une nuit sans បាទ lendemainអាហ្នឹងគឺយើងមានស្នេហាមួយរាត្រីបងប្អូនគ្នាមានន័យថាគ្រាន់តែស្នេហាមួយផ្លេតបាទមួយពេលមួយរាត្រីអញ្ចឹងណាត្រង់ផ្នែកហ្នឹងបាទអញ្ចឹងអាហ្នឹងគឺប្រភេទពាក្យដែលយើងអាចយកប្រើបានត្រង់ផ្នែកហ្នឹងអញ្ចឹងខ្ញុំឧទាហរណ៍មួយបងប្អូនខ្ញុំឧទាហរណ៍ខ្ញុំថាម៉េចបាទអញ្ចឹងខ្ញុំថា je sais que c'était juste បាទ une nuit sans lendemain mais je pense toujours à elle បាទ je sais que c'était juste une nuit sans lendemain mais je pense toujours à elle បាទអញ្ចឹងតាក់ទងជាមួយចំណុចត្រង់នេះខ្ញុំថាម៉េចខ្ញុំដឹងថាវាគ្រាន់តែជាស្នេហាមួយពេលស្នេហាក្នុងមួយរាត្រីប៉ុន្តែខ្ញុំនៅតែគិតដល់គាត់បាទមានន័យថាអារម្មណ៍របស់យើងវានៅតែដកជាប់គិតទៅដល់នាងរហូតអញ្ចឹងណានៅត្រង់ផ្នែកហ្នឹងយើងបានអញ្ចឹងបាទតាក់ទងមួយ clear របស់យើងមានតែប៉ុណ្្នឹងអ្នកនរគ្នាចង់ជួបគ្នានៅវីដេអូក្រោយណាបាទអញ្ចឹង merci beaucoup over